คือรัฐพลปีกาว่าคือหายใจទី2ក្រៅពីជីនាងវងដំឡូងឬក៏ម្រះព្រៅផ្សេងខ្ញុំចង់ឡើងមកលើតិចត្រាវណាបាទឬក៏ផ្ទីខ្ញុំចង់វាស់បងប្អូនទាំងគ្នាមើលមួយទៀតបាទនេះបាទឡើងមកមកលទ្ធផលគឺហែកចេញធម្មតាណាបាទអានេះប្រភេទបន្លែផ្លែឈើដែលយើងដាំដុះនៅមុខផ្ទះយើងអាចវាស់បានណាបន្លែនៅមុខផ្ទះខ្ញុំចង់វាស់បងប្អូនទាំងអស់គ្នាតែមួយចំហៀងឲ្យបងប្អូនទាំងអស់គ្នាយល់ដឹងពាក់ព័ន្ធជាមួយនឹងរបៀបប្រើប្រាស់ដែកវាស់របស់យើងនេះហើយថ្ងៃនេះខ្ញុំវាស់តែមួយចំហៀងជូនបងប្អូនទាំងអស់គ្នាទេណាហើយម៉ោងទៅតែ9ទេប៉ុន្តែអាកាសធាតុរៀងក្តៅបន្តិចប៉ុន្តែខ្ញុំចង់បង្ហាញវីដេអូជូនបងប្អូនទាំងអស់គ្នាមើលណាការប្រើប្រាស់វាស់តែមួយចំហៀងគេហៅថារុក្ខជាតិទាំងអស់នេះគេហៅដំឡូងហើយជីអីផ្សេងៗអញ្ចឹងទៅហើយដំបងយក្សអីចឹងណាបាទហើយខ្ញុំចង់បង្ហាញការវាស់របស់យើងនេះខ្ញុំដាក់ជូនមកបងប្អូនទាំងគ្នាមកបាទនេះគឺលទ្ធផលពីការវាស់មួយចំហៀងគឺយើងហែកចេញណាបាទខ្ញុំចង់សាកម្ដងទៀតជូនបងប្អូនទាំងគ្នាលើកទី2បាទលើកឲ្យត្រង់មកបាទដាក់ឲ្យត្រង់មកហើយយើងលើកឡើងលើបន្តិចមកបាទគឺលទ្ធផលពីការវាស់គឺហែកចេញទី2ក្រៅពីជីនាងវងដំឡូងឬក៏ម្រះព្រៅផ្សេងខ្ញុំចង់ឡើងមកលើតិចត្រាវណាបាទឬក៏ផ្ទីខ្ញុំចង់វាស់ឲ្យបងប្អូនទាំងគ្នាមើលមួយទៀតបាទនេះបាទឡើងមកមកលទ្ធផលគឺហែកចេញធម្មតាណាបាទអានេះប្រភេទបន្លែផ្លែឈើដែលយើងដាំដុះនៅមុខផ្ទះយើងអាចវាស់បានណា